ចាប់ដើមមើលវីដេអូនេះទាំងអស់គ្នាហើយខ្ញុំចែករំលែកតាក់ទងជាមួយនឹងបច្ចេកវិទ្យាសម័យលោកអនឡាញហើយដែលយើងអាចរកលុយបានទោះបីថាយើងនៅផ្ទះយើងជាស្ត្រីនៅផ្ទះយើងគឺជាអ្នកសិស្សសាលាក៏ដោយក៏យើងអាចរកលុយបានតាមរយៈការធ្វើអនឡាញដែលយើងជឿពេលទំនេរដែរចាក៏ប៉ុន្តែមុននឹងយើងអាចរកលុយបានតាក់ទងជាមួយនឹងគេហៅជំនាញមួយនេះណាតើយើងយល់ដឹងវាសិនថាអាហ្នឹងគឺជាអីគេចាសម្រាប់បទពិសោធន៍ខ្ញុំគឺខ្ញុំថ្មីដូចគ្នាហើយខ្ញុំក៏ទៅតែចាប់ដើមជាមួយនឹងក្នុងវិស័យអនឡាញតាមរយៈការធ្វើវីដេអូចានិយាយឲ្យមានភាពតាក់ទាញហើយនឹងការថតវីដេអូខ្លីៗឬក៏ review ឬក៏ blog អីជាដើមចាហើយនៅក្នុងអីទាំងអស់ហ្នឹងយើងស្ដាប់ទៅយើងឃើញគេធ្វើដែលគេមានបទពិសោធន៍ស្ដាប់ហ្នឹងគឺងាយស្រួលមែនទែនក៏ប៉ុន្តែនៅពេលដែលយើងធ្វើខ្លួនឯងគឺពិតជាមិនងាយស្រួលទេក៏ប៉ុន្តែអ្វីគ្រប់យ៉ាងគឺផ្ដើមពីការចង់របស់យើងហើយនឹងគោលដៅរបស់យើងថាយើងចង់ពិតប្រាកដមានអត់នៅពេលណាដែលយើងចង់ពិតប្រាកដយើងនឹងចាប់ផ្ដើមថាដាក់គោលដៅហើយយើងនឹងស្វះស្វែងធ្វើចាទោះបីថាការងារនឹងពិបាកប្រមាដូចយើងមិនអាចធ្វើបានមែនក៏ប៉ុន្តែដោយសារទឹកចិត្តហើយនឹងក្តីស្រឡាញ់ការចង់របស់យើងនឹងវានឹងជំរុញឲ្យយើងចាប់ដើមស្វះស្វែងពីកន្លែងមួយទៅកន្លែងមួយហើយនឹងយើងហ៊ានចិត្តធ្វើហើយដាក់ចិត្តធ្វើដូចខ្ញុំដំបូងគឺខ្ញុំពិបាកក្នុងការឈរមុខនិយាយជាមួយកាមេរ៉ាអញ្ចឹងគឺខ្ញុំអត់មានចិត្តក្លាហានចង់និយាយទេហើយវាថាឃើញគឺអៀនថានិយាយថាអៀនក៏ថាបានដែរចាក៏ប៉ុន្តែក្រោយពីគេហៅថាយើងចង់បត់ប្រកបយើងដាក់គោលដៅគឺយើងអាចទាំងអស់ហ្នឹងគឺវាលះតែម្ដងហើយអាចឈរកាមេរ៉ាចំពោះមុខបងប្អូនហើយអញ្ចឹងខ្ញុំសូមជម្រាបទឹកចិត្តថាបើសិនជាបងឬក៏អូនដែលមានបំណងចង់ខ្លាចដូចថាជាអ្នកជំនាញឬក៏ជាអ្នកអាជីពនៅលើវិធីអនឡាញវិស័យអនឡាញយើងអាចចាប់ផ្ដើមជាមួយគ្នាទាំងអស់គ្នាហើយនិយាយទៅជំនាញនេះវាល្អខ្លាំងណាស់យើងអត់មានពាក់ព័ន្ធមួយការងារយើងឆ្លៀតពេលតែយើងទៅនេះយើងទៅនេះពេលណាយើងធ្វើពេលហ្នឹងយើងឆ្លៀតពេលបានច្រើនចំណូលយើងក៏បានច្រើនតាមហ្នឹងដែរហើយសំណួរសួរថាតើខ្ញុំហ្នឹងគឺមានចំណូលបានច្រើនពីវិស័យអនឡាញវិស័យហ្នឹងនៅសម្រាប់ខ្ញុំគឺខ្ញុំអត់ទាន់មានចំណូលអីចូលទេក៏ប៉ុន្តែខ្ញុំបច្ចុប្បន្នខ្ញុំចាប់ផ្ដើមមានចំណេះដឹងខ្ញុំក្លាហានជាងមុនខ្ញុំប្រកែកជាងមុនដូចថាយើងអត់ធ្លាប់ហ៊ាននិយាយចំពោះកាមេរ៉ាតែឥឡូវយើងហ៊ាននិយាយហើយយើងហ៊ានបញ្ចេញនៅគេហៅថាកំណត់នៅពេលដែលយើងចាប់ផ្ដើមធ្វើវាចាប់ផ្ដើមបញ្ចេញម្ដងបន្តិចម្ដងមកដូចជាយើងតាក់ទងជាមួយថាអ្នកដំបូងយើងអត់ចេះលក់សាច់ជ្រូកហើយគេថាពេលដែលយើងលក់សាច់ជ្រូកទៅអាក្រវិតរបស់យើងហ្នឹងណាហើយតែមិនឃើញយើងឃើញអ្នកលក់សាច់ជ្រូកក្រវិតគាត់ហ្នឹងដូចមើលទៅដូចជំនាញមែនតើដូចគាត់អ្នកជំនាញឆ្លងកាត់ពីដំបូងគាត់ហាន់វាទៀតដូចតែយើងដែរហ្នឹងគាត់មិនមែនទៅជំនាញឈុតលុយបច្ចុប្បន្នទេតែឆ្លងកាត់គេថាបទពិសោធន៍បង្រៀនយើងឲ្យយើងចេះអញ្ចឹងណាហើយអញ្ចឹងក៏ទៅតាមជាមួយអនឡាញដូចគ្នាយើងអត់ចេះក៏ប៉ុន្តែយើងអាចចាប់ដើមនៅពេលដែលយើងចាប់ដើមធ្វើគឺចាប់ដើមដូចថាឲ្យយើងយល់យើងចាប់ដើមរៀនយើងចាប់ដើមស្រាវជ្រាវអញ្ចឹងអ្វីហ្នឹងគឺវាម្ដងបន្តិចហើយក៏ជាគេថាបទពិសោធន៍ដកខាត់យើងឲ្យយើងប្រកែកជាងមុនចាហើយអស់ហ្នឹងណាខ្ញុំគិតថាគេធ្វើបានណាយើងក៏ធ្វើបានដែរឲ្យតែយើងតាំងចិត្តធ្វើគ្រាន់ថាយើងធ្វើត្រង់វាមិនទាន់ល្អដូចគេហើយគេដែលមានបទពិសោធន៍4អីចឹងទៅគេដើរទៅមុនយើងគេល្អជាងយើងអញ្ចឹងទៅហើយយើងក៏មិនកុំបោះបង់ខ្លួនឯងគឺយើងនៅតែបន្តគោលដៅរបស់យើងទៅធ្វើបន្តទៅថាបានតិចយកតិចបានច្រើនយកច្រើនយើងកុំបង្ខំគេទៅមុនគេដើរហើយតែយើងទៅក្រោយគឺយើងរត់ទៅសំខាន់លើការខិតខំព្យាយាមរបស់យើងទេបានហើយយើងត្រូវតែចេះរីករាយជាមួយនឹងអ្វីដែលយើងកំពុងតែធ្វើហើយអ្វីដែលយើងទទួលបានគ្រប់យ៉ាងវាមានហេតុហើយមានផលយើងខំប្រឹងប្រែងច្រើនគឺយើងទទួលបានច្រើនហើយគេខិតខំប្រឹងមុនគេទទួលបានផលមុនហើយយើងចាប់ផ្ដើមក្រោយយើងប្រកាសទទួលបានផលក្រោយហើយយើងក៏កុំបែបថាក៏គុំត្រឹមពឹងលើលទ្ធផលព្រោះតើតងជាមួយអនឡាញនេះគឺមានន័យថាដំបូងឡើយវាមានបានអីវាបានតែចំណាយពេលវេលាហើយលុយអត់ទាន់បានអញ្ចឹងទៅតែយើងកុំបាក់ទឹកចិត្តហើយយើងនៅតែបន្តធ្វើទៀតថ្ងៃណាមួយយើងនឹងជោគជ័យដូចគេយើងឃើញគេចំណងពាន់គេមិនធ្វើវីដេអូដំបូងដូចតែយើងអត់បានលុយដូចតែយើងតែដោយសារការឆ្លាញ់ការខិតខំប្រឹងប្រែងតស៊ូដោយសារគេការមើលឃើញពីចក្ខុវិស័យទៅថ្ងៃខាងមុខថាវាល្អអញ្ចឹងបានគេនៅតែបន្តធ្វើហើយគេក៏បានជោគជ័យមែនហើយអ្នកដែលអត់ជោគជ័យគឺយើងបោះបង់នឹងឯងអញ្ចឹងហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាពេលបានមើលវីដេអូនេះហើយចាប់ផ្ដើមជាមួយគ្នាដល់យើងថតវីដេអូលេងទៅរៀននិយាយរៀនចេញមុខជាមួយកាមេរ៉ាហើយចាប់ផ្ដើមបើយើងអត់ចេះកន្លែងណាយើងទៅរៀនកន្លែងហ្នឹងហើយបច្ចុប្បន្នក៏មានសាលាជាច្រើនដែលគេបរៀនមិនថាអនឡាញមិនថារៀនផ្ទាល់ទេចាតាំងពី TikTok តាំងពី Facebook តាំងពី YouTube ហើយសិតជាកន្លែងដែលយើងអាចរកលុយបានទីមួយសិតតែកន្លែងដែលយើងអាចរកលុយបានចាហើយគ្រាន់តែយើងបញ្ចេញអ្វីដែលយើងមានហ្នឹងយើងបញ្ចេញឲ្យគេមើលទៅយើងកុំអៀនយើងកុំខ្មាស់ហើយកុំគិតថាចាំតែត្រូវចាំតែល្អដឹងកាលណាដែលយើងល្អ perfect គេមានតែយើងចាប់ផ្ដើមពីអ្វីដែលយើងអត់ចេះវាទៅចេះ
មានអត់ដូចយើងកាត់មកដំបូងយើងអត់ឆេដល់ពេលយើងចាប់តាមរៀនដំបូងខខគួរខងយើងខ្លាចប្រកបយើងអានយើងនិយាយបានគ្រប់សពបែបយ៉ាងទាំងអស់ហ្នឹងចាវីដេអូរបស់ខ្ញុំក៏ដល់ទៅបញ្ចប់ខ្ញុំសូមអរគុណច្រើនចាជួបគ្នានៅវីដេអូក្រោយបាយបាយ